Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BL របស់ខ្ញុំចាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការ review នៅរឿងថៃ BL ថ្មីមួយដែលមានចំណងជើងថា The X Morning ហ្នឹងហើយអ្នកនរគ្នាចាដែលបកប្រែជាភាសាខ្មែរថារងើកភ្លើងស្នេហ៍សង្សារចាសម្រាប់រឿងមួយនេះដែរគឺខ្ញុំបានរងចាំទស្សនាឡើងមួយឆ្នាំហើយហ្នឹងហើយអ្នកនរគ្នាឥឡូវនេះគេបានបញ្ចេញហើយគេនឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី22ខែមេសានេះឯងខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលនៅទីបំផុតខ្ញុំអាចមើលរឿងហ្នឹងហើយអ្នកនរគ្នាចាហើយមូលហេតុដែលធ្វើខ្ញុំសប្បាយចិត្តហ្នឹងគឺដោយសារតែពួកគាត់គឺជាដៃគូថតរឿង BL ចាស់ជាមួយនឹងគ្នាអ្នកនរគ្នាវាពិបាកណាស់ក្នុងការដែលគាត់វិលត្រឡប់មកធ្វើការរួមការងារជាមួយនឹងគ្នាម្ដងទៀតអូខេឥឡូវកុំឲ្យខាតពេលវេលាយូរឥឡូវមកធ្វើការស្ដាប់ខ្ញុំ review រឿងហ្នឹងហ្មងទៅចាសម្រាប់រឿងមួយនេះនិយាយពីតាវ៉ាន់ហើយនិងប្រតាពីដែលគាត់ធ្លាប់ជាសង្សារចាស់ជាមួយនឹងគ្នាកាលពីនៅរៀនតែមិនដឹងមិនទេនៅសុកតាវ៉ាន់របស់យើងក៏បានសុំបាយប្រតាពីដោយមិនបានផ្ដល់នៅមូលហេតុច្បាស់លាស់ទៅគាត់នោះទេចាសម្រាប់ប្រតាពីរបស់យើងគាត់គឺជាអ្នកអានព័ត៌មានដែលឆ្នើមនឹងឯអ្នកនរគ្នាដោយគាត់ក៏បានទទួលនៅពានរង្វាន់ផងដែរនៅថ្ងៃមួយគាត់បានអានព័ត៌មានជាមួយនឹងអ្នកអានព័ត៌មានម្នាក់ទៀតនៅពេលដែលប្រតាពីក៏កំពុងតែនិយាយព័ត៌មានសុកអ្នកអានព័ត៌មានម្នាក់ទៀតក៏បាននិយាយកាត់គាត់ធ្វើឲ្យនាយខឹងជាខ្លាំងនៅពេលដែល director បាននិយាយទៅកាត់ភ្លាមប្រតាពីរបស់យើងអត់ចាំយូរនោះទេព្រោះគាត់ខឹងខ្លាំងណាស់គាត់ក៏បានកបួយកអាវនឹងបានជះទឹកទៅលើអ្នកអានព័ត៌មានមួយនឹងរឿងដែលមិននឹកស្មានដល់គឺថាសកម្មភាពដែលគាត់បានវាតបទៅលើអ្នកអានព័ត៌មានមួយនឹងវាបានឡាយសូត្រនឹងឯអ្នកនរគ្នាធ្វើឲ្យ fan របស់គាត់នឹងមានជាការខឹងសម្បាជាខ្លាំងជាមួយនឹងគាត់ដែលពួកគេមិនគិតទេថាតាវ៉ាន់របស់យើងគឺជាមនុស្សបែបហ្នឹងអីចឹងណាហើយដោយសារតែបញ្ហាមួយនឹងដែរវាធ្វើឲ្យប្រតិពីរបស់យើងគឺគាត់អត់មានកន្លែងឈរជើងនោះទេប្រតិពីអត់ចម្រើក៏បានទៅអង្វរមេរបស់គាត់កុំឲ្យដេញគាត់ចេញហើយមេរបស់គាត់ក៏បានផ្ដល់ឱកាសឲ្យប្រតិពីដោយគាត់នឹងឲ្យប្រតិពីកសាងនៅមុខមាត់សារជាថ្មីដើម្បីឲ្យ fan ស្រឡាញ់គាត់ម្ដងទៀតគាត់ក៏បានរកអ្នកមកជួយប្រតិពីផងដែរដែលគេនោះបានរៀនចប់មកពីក្រៅប្រទេសដែលមានឈ្មោះថាតាមតាវ៉ាន់គ្រាន់តែប្រតិពីរបស់យើងបានឃើញមុខភ្លាមគឺគាត់បាននឹកស្រមៃពីអតីតកាលរបស់គាត់ដែលគាត់ហើយនឹងតាវ៉ាន់ធ្លាប់ជាសង្សារចាស់ជាមួយនឹងគ្នានៅពេលដែលពួកគាត់បានធ្វើការជាមួយនឹងគ្នាគឺតាវ៉ាន់របស់យើងបានបង្រៀនឲ្យប្រតិពីធ្វើតាមគាត់ប្រសិនចង់ល្បីម្ដងទៀតទី1ត្រូវផ្លាស់ប្ដូរអត្តចរិតជាមនុស្សដែលចិត្តត្រជាក់ជាងនេះទី2ត្រូវតែទៅយកព័ត៌មាននៅកន្លែងផ្ទាល់ទី3ត្រូវតែធ្វើជាមនុស្សដែលស្រឡាញ់សត្វទី4ត្រូវយកចិត្តប្រជាជនឲ្យមើលមកគាត់ថាជាមនុស្សដែលចេះយកចិត្តទុកដាក់ជាមួយនឹងពួកគេដោយតាវ៉ាន់បានប្រើឲ្យប្រតិពីរបស់យើងនឹងហែទឹកទៅសម្ភារពួកគេផ្ទាល់ចាសម្រាប់ទាំង4ខហ្នឹងមើលទៅវាដូចជាតាវ៉ាន់របស់យើងនឹងកំពុងតែធ្វើបាបប្រតិពីរបស់យើងអញ្ចឹងតែបើយើងមើលមួយជ្រុងទៀតតាវ៉ាន់គាត់ចង់បង្រៀនឲ្យប្រតិពីរបស់យើងចេះស្រឡាញ់យកចិត្តទុកដាក់មិនឆ្មើងឆ្មៃនិងក្រអឺតក្រទមដាក់អ្នកដទៃសម្រាប់ប្រតិពីរបស់យើងវិញក៏គិតថាតាវ៉ាន់របស់យើងនឹងកំពុងតែធ្វើបាបគាត់ចង់លេងសើចជាមួយនឹងគាត់អីអញ្ចឹងណាតែតាមពិតទៅតាវ៉ាន់ក៏បានត្រឡប់មកពីបរទេសវិញព្រោះតែរឿងរបស់ប្រតិពីនឹងឯងប្រហែលជាគាត់នៅតែមានចិត្តស្រឡាញ់ទៅលើប្រតិពីរបស់យើងដូចមុនអញ្ចឹងប៉ុន្តែក៏យើងនៅតែមិនដឹងដែរថាមូលហេតុអ្វីបានជាគាត់នឹងបែកគ្នាជាមួយនឹងប្រតិពីតើការវិលត្រឡប់របស់តាវ៉ាន់វានឹងធ្វើឲ្យរងើកភ្លើងស្នេហ៍ចាស់របស់ពួកគាត់ទាំងពីរនាក់ឆេះសន្ធោសន្ធើម្ដងទៀតឬអត់ចាសម្រាប់លើបស៊ីននៅក្នុងរឿងមួយនេះវិញគឺបានដោយសារតែពួកគាត់ចង់ឈ្នះរៀងខ្លួនមកនិយាយថាស្អប់គ្នាប៉ុន្តែទង្វើវិញគឺថាព្រមគេងជាមួយនឹងគ្នាអូខេសម្រាប់ការធ្វើ review របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាណាអរគុណបាយបាយ